សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបរក Roblox តាម app OBS Only យើងមានហ្គេមច្រើនណាស់ដើម្បីលេងអញ្ចឹងដំបូងចូលទៅក្នុង Play Store ជាមុនសិនខ្ញុំចូលទៅក្នុង Play Store ហើយចុចកន្លែងស្វែងរកវាយពាក្យថា OBS Only នេះនៅត្រង់នេះយើងចុចមកហើយដំបូងយើងត្រូវចូលទៅក្នុង app ហ្នឹងដំឡើងវាជាមុនសិននៅពេលដំឡើងហើយយើងចូលបើកហើយយើងអាចរកខ្វាញ់តាមវិធីបានច្រើនមែនទែនយើងអាចចូលទៅកន្លែង Play Start Only Play យើងអាចលេង O ឬក៏ Memory Slot Color Pass ឬក៏អីផ្សេងទៀតបានហើយពេលយើងលេងហើយក៏បានខ្វាញ់ពី3ចឹងទៅណាអរគ្នា exit ណា and then យើងអាចលេងវាតាម on more យើងអាចលេងបាន4 app គឺ Playtime My Ship ហើយ Popular Top យើងចូលទៅ My Ship ទៅព្រោះ My Ship វាអាចរកខ្វាញ់ឲ្យយើងបានច្រើនជាង Playtime ខ្វាញ់បានដូចជា5000ខ្វាញ់ឬក៏500,000ខ្វាញ់អីជាងណាអញ្ចឹងវាច្រើនអញ្ចឹងយើងចូលទៅក្នុង app ណាដែលវាឲ្យខ្វាញ់យើងច្រើនអញ្ចឹងណាឬក៏ app អីដែលយើងចង់លេងអញ្ចឹងណាយើងចុចចូលវាមកហើយនេះយើងមើលទៅហើយចូលទៅកន្លែង Play On ពេលយើងចូល Play On ហើយយើងចូលទៅក្នុង Play Store ដើម្បី download វាយកមកលេងបានខ្វាញ់ហើយមួយទៀតនោះគឺយើងអាចលេងកន្លែង Daily Login Reward យើងអាច claim វាបានរាល់ថ្ងៃគឺចំនួន7ថ្ងៃក្នុងមួយសប្តាហ៍មាន7ថ្ងៃនោះយើងអាច claim បានរាល់ថ្ងៃហើយមួយទៀតគឺ Daily Reward ឬក៏ Spin Now នឹងយើងអាចលេងវា Spin វាបាន15ខ្វាញ់ឬក៏ច្រើនបំផុតខ្ញុំធ្លាប់ Spin បាន100ខ្វាញ់ហើយខ្ញុំបានតែ15ខ្វាញ់ទេវាបានតិចមែនតើហើយមួយទៀតយើងអាចចូលទៅកន្លែង Red Video នេះ Red Video ចូលទៅក្នុងហ្នឹងខ្ញុំដាក់មកសាមីកុំឲ្យអ្នកនរគ្នាឃើញចូលទៅអូទៅក្រោមរកពាក្យថា Red Video ហើយយើងត្រូវតែ approve only real OBS only video បើគេអត់ដាក់ថាវាមិនមែន approve របស់វាទេអញ្ចឹងយើងអត់អាចរកខ្វាញ់តាមនឹងបានទេយើងអាចចុច approve ក៏បាន reject ក៏បាន reject ហ្នឹងមិនទទួលស្គាល់ approve យើងបញ្ជាក់វាទៅថាអូត្រូវហើយ How to get coins in Roblox Earning គេចុចមក approve វាហើយមកហើយបើយើងធ្វើត្រូវតាមគោលការណ៍ឬលក្ខខណ្ឌរបស់វាអាហ្នឹងយើងបានខ្វាញ់ហើយ10 20អីចឹងយ៉ាងច្រើនហើយចុងក្រោយយើងអាចរកវាតាម sponsor video ដំបូងយើងចូលទៅក្នុង setting ហើយ scroll ចូលមកខាងរកពាក្យថា sponsor video យើងអាច on ខ្វាញ់យើងអាចរកខ្វាញ់បាន400ខ្វាញ់ចំពោះ view ចាប់ពី100ឡើង100 view ស្មើនឹង400ខ្វាញ់ហើយយើងអាចដាក់ link channel របស់យើងចូលទៅក្នុងកន្លែងនេះមកមាន2 app ដែលយើងអាចរកខ្វាញ់បានគឺ YouTube ហើយនិង TikTok app ផ្សេងទៀតអាចរកបានទេ TikTok យើងត្រូវតែដាក់ username account របស់យើងហើយនិង YouTube មួយទៀតយើងអាចដាក់នៅក្នុងកន្លែង bio របស់យើងហ្នឹងមកប៉ុស្តិ៍របស់យើងហ្នឹងមកហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរក៏សូមអរគុណអ្នកទាំងអស់គ្នា